បាទសួស្តីអ្នកទាំងអស់គ្នាបាទជួបខ្ញុំទៀតហើយបាទថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកទាំងអស់គ្នាពីរបៀបបង្កើត account Gmail ដើម្បីយកទៅបើកនៅក្នុង Play Store ឬក៏ដើម្បីយកវាទៅប្រើដើម្បីធ្វើជា channel រកលុយតាម YouTube បាទជាដំបូងឡើយយើងត្រូវចូលទៅកាន់ពាក្យថា Play Store តមកទៀតយើងចូលកន្លែង search មកវាវាយពាក្យថា UC ដកឃ្លាមក mini បាទហើយយើងទៅកាត់ search វិញមកបាទនេះវាចេញមកហើយគឺពាក្យថា UC mini browser UC browser mini sorry បាទហើយយើងទៅការ install មកដោយសារតែខ្ញុំបានទៅការ install វារួចហើយចឹងហើយខ្ញុំមិនចាំបាច់ install វាទេខ្ញុំ open វាយកតែម្ដងបាទនេះបាទឃើញទម្រង់បែបនេះបាទតទៅ open វារួចហើយយើងចូលកាន់ពាក្យថា Google បាទបញ្ចេញពាក្យចឹងហើយយើងចូលកន្លែងពាក្យថានេះបាទពាក្យ Google search នេះបាទយើងវាយពាក្យថា gmail.com បាទ gmail gmail មក .com មកតមកយើងទៅការ search វាមកតទៅបានប៉ុណ្ណឹងហើយនេះយើងចូលពាក្យថា create your Google account បាទចូលកន្លែងហ្នឹងមកបាទនេះវានឹងលោតជាទម្រង់ web bot អញ្ចេះឲ្យបាទទម្រង់ web bot នេះបងប្អូនកុំមកឆ្ងល់ថាវាដូចម៉េចនេះយើងចូលកន្លែងនេះជាដំបូងឡើយយើងចូលពាក្យថា name first name នាមតកូលនេះមកយើងដាក់មកឧទាហរណ៍ថាខ្ញុំត្រូវកើតនាមតកូលថាម៉េចឧទាហរណ៍ថាខ្ញុំបង្កើតថាបុនរីមក first name មកបុនរីមេងហ៊ូអញ្ចឹងមកមេងហ៊ូហើយកន្លែង Choose your name Choose your username នេះយើងវាយគាត់ទៅវាយពាក្យភ្ជាប់គ្នាមកបាទគឺបុនរីមេងហ៊ូមក OUR មកហើយយើងវាយពាក្យ @gmail.com មកបាទប៉ុណ្ណឹងហើយកន្លែងនេះគឺយើងទៅការកើត password តែខ្ញុំសុំមិនបង្ហាញទេបាទបន្ទាប់ពីវាយ password រួចហើយកន្លែងនេះពាក្យថា confirm your password នឹងមានន័យថាយើងត្រូវតែផ្ទៀងផ្ទាត់ password ក្រុមនិង password លើនេះយ៉ាងណាគឺត្រូវតែដូចគ្នាបាទវាយខុសពីគ្នាវាអត់ឲ្យពេលហ្នឹងហើយវាឲ្យយើងនេះគេដាក់ថា birthday យើង select យកថ្ងៃខែឆ្នាំកំណើតមកថ្ងៃយើងកុំឲ្យដាក់ក្មេងពេកឧទាហរណ៍ថាខ្ញុំដាក់ថ្ងៃទី2ចុះខែខ្ញុំដាក់ថាខែ5ចុះឆ្នាំសំខាន់យើងកុំឲ្យដាក់វាអាយុក្មេងពេកបាទយើងដាក់ឲ្យជាងចាស់ទីមកថា1992ចុះបាទនេះ gender ហ្នឹងបាទយើងស្រីប្រុសឬមួយក៏ពេកដែរបាទខ្ញុំសូមដាក់ប្រុសហើយព្រោះខ្ញុំមិនពេកដែរផងនេះសម្រាប់នេះលេខទូរស័ព្ទនេះយើងត្រូវការដាក់លេខទូរស័ព្ទដើម្បីវាផ្ញើជាលេខកូដទៅកាន់លេខទូរស័ព្ទរបស់យើងដើម្បីយកមកបើកគណនី account យើងបាទខ្ញុំសូមដាក់លេខទូរស័ព្ទខ្ញុំផ្ទាល់ក្រោយបាទគឺ9660383933បាទអានេះyour Soren email address អញ្ចឹងមានន័យថាពីមុនយើងធ្លាប់មាន email អ្វីអត់យើងត្រូវការដាក់ក៏បានមិនដាក់ក៏បានតែសម្រាប់ខ្ញុំមិនចាំបាច់ដាក់ទេបាទយើងកម្ពុជាស្រាប់បាទមិនបាច់ដូរទេគឺកម្ពុជានឹងហើយតោះមកយើងចូលពាក្យថា continue បាទនេះវាឲ្យហើយយើងគ្រាន់តែចុចពាក្យ agree មក
OK នេះវាឲ្យយើង verifying ដើម្បីយក account ហ្នឹងដើម្បីឲ្យវាផ្ញើលេខកូដទៅកាន់លេខទូរស័ព្ទរបស់យើងបាទនេះគេដាក់ថា text message SMS បាទចុច continue មកលេខកូដវានឹង load មកលើហើយគឺទឹងលើហើយបាទបាទសូមទោសបងប្អូនទាំងអស់គ្នាដោយសារតែលេខរបស់ខ្ញុំនឹងធ្លាប់បង្កើតច្រើនហើយអញ្ចឹងវាដាក់ this phone number has already been used to many mistake អញ្ចឹងមានន័យថាលេខទូរស័ព្ទនេះมันអាចយកទៅបើកបានទៀតទេពីព្រោះធ្លាប់បង្កើតបានច្រើនហើយអញ្ចឹងខ្ញុំត្រូវការដូរលេខទូរស័ព្ទបាទនេះទៅហើយបាទលេខកូដទៅហើយ load មកលើហើយបាទលេខកូដបានមកដល់ដៃខ្ញុំហើយគឺ19 71 27មកហើយយើងចូលពាក្យថា continue មកបាទ continue ទៅមកនេះបាទឈ្មោះវាចេញហើយនេះ welcome now you're ready to search create and ស្អីទេបាទខ្ញុំមិនសូវចេះអង់គ្លេសទេតែដឹងទី email វាឲ្យហើយនេះ bonrimenghu@gmail.com បាទគឺចេញហើយយើងចុចពាក្យ continue មកបាទនេះ my account នេះចេញហើយបាទតែប៉ុណ្្នឹងជាការស្រេចហើយបាទយើងអាចយកទៅបើកនៅក្នុង YouTube យកអីបានទៀតបាទសូមអរគុណសម្រាប់ការទស្សនាបាទសូមកុំភ្លេចចុច like និងចុច subscribe account របស់ខ្ញុំបាទផងបាទសូមអរគុណបាទ